vì xưa phục mày bằng ôn thì ngọc nia bạn ngày nít nhom mà nâng phơi video muối bạn cứ chi video đây ở nhom bàn từ đời lên được xa muối cả lại bạn cứ xa nước mua tha xa cả xịp phol trôi trùng va bạn cứ xa đi phong đấy cứ thật nơi ở hàng cơ spin trôi trùng va thì nơi hàng không nắng cứ min lộ là bò trơn mà lại lọc lấy cứ trơn mình tên được trong xa nắng một bốn bạn thìខ្ញុំថតកាត់ខ្លះហើយយកមកកាត់តបញ្ចូលគ្នាអញ្ចឹងណាបងប្អូនបាទបើសិនជាខុសឆ្គងកន្លែងណាមួយសូមបងប្អូនមេត្តាអធិស្ឋានផងដែរបាទពូវីដេអូហ្នឹងគឺខ្ញុំកាត់លក្ខណៈលេងអញ្ចឹងណាបងប្អូនបាទយើងដើរទៅផ្សារអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនទស្សនាដោយតទៅបាទសូមអរគុណបាទសូមអញ្ជើញទស្សនាបាទឥឡូវនេះខ្ញុំបានមកដល់ផ្សារហ្នឹងហើយបងប្អូនបាទគឺផ្សារកសិផលជ្រោយចង្វានេះដូចដែលខ្ញុំមកថតបង្ហាញបងប្អូនហ្នឹងបាទតិចទៀតយើងនឹងខ្ញុំនឹងដើរចូលទៅខាងក្នុងហ្នឹងបង្ហាញបងប្អូនបាទនេះបាទគឺគេដាក់ប៉ាកសិផលជ្រោយចង្វាផ្សារនេះផងដែរបាទគឺនៅខាងកើតស្ពានជ្រោយចង្វាបងប្អូនបាទគឺមាននៅលក់ដូរគួសមបាទនេះបាទទស្សនវិជ្ជាដែលខ្ញុំដើរចូលមកខាងក្នុងហ្នឹងបងប្អូនបាទឥឡូវខ្ញុំនឹងដើរទៅចូលខាងក្នុងហើយថតទស្សនវិជ្ជានៅខាងក្នុងឲ្យបងប្អូនទស្សនាកំសាន្តលេងបងប្អូនបាទនេះឥឡូវខ្ញុំដើរចូលទៅខាងក្នុងហើយបងប្អូនបាទនេះគឺកន្លែងគេលក់បាទគឺលក់មានផ្លែឈើបាទដូចជាផ្លែលឹកក៏មានដែរបាទមានជាម៉ាំមានជាអីបាទនេះអ្វីដែលពិសេសបាទគឺមានផ្លែព្រីងបងប្អូនបាទមើលផ្លែល្អណាស់ធំមែនតើបាទគឺរសជាតិផ្អែមណាស់បងប្អូនបាទហើយនេះបាននៅខាងក្នុងហ្នឹងបងប្អូនហើយខ្ញុំថតឲ្យបងប្អូនមើលគឺមានមនុស្សម្នាច្រើនគួរសមដែរបងប្អូនបាទនៅក្នុងផ្សារហ្នឹងនេះបាទគឺអ្នកទិញអ្នកលក់ដូរឲ្យច្រើនបាទហើយនេះនៅក្នុងនៅលើលម៉កហ្នឹងបងប្អូនបាទមានផ្លែលក់ផ្លែម្នាស់បាទផ្លែម្នាស់ផ្លែអាឡឹកហ្នឹងគឺផ្លែហ្នឹងគឺពណ៌លឿងបងប្អូនបាទនេះពេលយើងពុះទៅគឺពណ៌លឿងអញ្ចឹងវារាងថ្លៃតិចឆ្ងាញ់បាទហើយនេះទិដ្ឋភាពដែលខ្ញុំបានមកមាត់ទន្លេបងប្អូនបាទនៅមាត់ទន្លេគឺទេសភាពម៉ែបងប្អូនបាទគឺស្អាតមែនតើហើយនៅតាមមាត់ទន្លេហ្នឹងមានអ្នកលក់ដូរច្រើនគួរសមដែរបងប្អូនបាទមានលក់របស់របរញ៉ាំតិចតួចអញ្ចឹងណាពេលយើងអបសុកហើយយើងទៅដើរលេងនៅកន្លែងហ្នឹងឯងគឺសមោបាទសមោអ្នកលក់ដូរលក់ទឹកពៅលក់អីបាទគឺមានលក់ច្រើនបាទមានលក់ចង្រិតបំពងមានអីដែរបងប្អូនបាទហើយពេលទនេបងប្អូនមើលដើរលេងមកបាទតាមហ្នឹងគឺពេលថ្ងៃរាំងស្ងាត់តែបរិយាកាសល្អណាបងប្អូនបាទនេះទឹកទន្លេរបស់យើងនឹងស្រឡាំងបងប្អូនបាទស្រឡាំងដឹកខ្សាច់នេះបាទស្រឡាំងធំមែនតើបាទនេះខ្ញុំស៊ូមឲ្យបងប្អូនមើលបាទនេះពេលយើងឆ្លងទៅខាងនោះគឺដល់ពេញបងប្អូនបាទស្រឡាំងគឺធំមែនតើបាទសូមបងប្អូនទស្សនាដូចតទៅបាទ